លឿនម៉េះប្តីខ្ញុំថាយ៉ាងហោចណាស់1 វិនាទី7កាំបិតនេះវាលើសកម្រិតចុងភៅផ្កាយ5បាត់ទៅហើយប្តីសម្លាញ់បងពិតជាចេះធ្វើម្ហូបមែនតើល្បឿនកាំបិតនេះភ្នែកខ្ញុំមើលលែងទាន់ហើយនេះមនុស្សធម្មតាអាចធ្វើបានមែនប្តីខ្ញុំលុតជង្គង់បាត់ហើយគាត់ថាវគ្គនេះមិនដែលឃើញក្បាច់កាំបិតស្ដង់ដារចឹងទេក្នុងមួយជីវិតនេះកាន់តែលឿនទៀតហើយលើកនេះយ៉ាងហោចណាស់10កាំបិតក្នុង1វិនាទីអ្នកដែលថាស៊ីជ្រុញនឹងនៅណាអ្នកដែលថាស៊ី keyboard នឹងនៅណាចេញមកឲ្យអស់មកហាន់តៅហ៊ូវិញម្ដងតៅហ៊ូនឹងប៉ះតែបន្តិចក៏បែកដែរខ្ញុំមិនហ៊ានមើលទេលីងប្តីឯងរៀបបញ្ចេញក្បាច់ពិសេសហើយតែគាត់កំពុងញ័រមិនមែនញ័រទេនោះគឺជាក្បាច់កាំបិតបញ្ជាខ្យល់ពីបុរាណប្រើកម្លាំងខាងក្នុងបញ្ជាមុខកាំបិតអាចហាន់តៅហ៊ូដោយមិនឲ្យវាខូចរាងបានស្អីគេហ្នឹងកម្លាំងខាងក្នុងនេះកំពុងថតរឿងហោះហើរមែនព្រះឲ្យល្បឿននេះខ្ញុំមើលឃើញតែស្រមោលកាំបិតទេកាំបិតកំពុងបញ្ចេញពន្លឺតៅហ៊ូក៏កំពុងបញ្ចេញពន្លឺ1 វិនាទី15កាំបិតនេះជាកម្រិតចុងភៅសម្រាប់ពិធីជប់លៀងថ្នាក់ជាតិហើយទេនេះវាលើសកម្រិតថ្នាក់ជាតិទៅទៀតតៅហ៊ូវិនស៊ីធ្វើរួចរាល់ហើយពួកឯងជាអ្នកណាកុំនិយាយច្រើនអត្ថបទដែលមីងាប់នឹងសរសេរធ្វើឲ្យមេពួកយើងខាតអស់3លានថ្ងៃនេះត្រូវតែឲ្យនាងលុបអត្ថបទហើយសុំទោសចេញពីផ្ទះខ្ញុំទៅបើមិនចឹងទេតួខុសត្រូវខ្លួនឯងទៅឯងជាស្អីគេវើយមីចង្រៃស៊ូយីលីងនៅណាកុំនិយាយច្រើនបើមិនប្រាប់អញវាកំទេចផ្ទះកញ្ចាស់នេះចោលឥឡូវហើយអំបាញ់មិញពួកឯងនិយាយថាប្រពន្ធខ្ញុំយ៉ាងម៉េចអញថាវាមេចង្រៃមីសំផឹងយ៉ាងម៉េចអាសម្រាមឯងចង់ចេញមុខជំនួសវាមែនអាឡូប៉ូលីសមែនទេមានចោលចូលផ្ទះខ្ញុំអាសយាដ្ឋានគឺបូរីជិនសៀវផ្ទះលេខ18បន្ទប់302ប្តីសម្លាញ់រត់ទៅថ្ងៃនេះអញនឹងឲ្យឯងដឹងថាសង្គមនេះវាសាហាវយ៉ាងម៉េចសង្គមសាហាវហ៎ចូលផ្ទះគេដោយខុសច្បាប់អញ្ចឹងខ្ញុំចាត់ការពួកឯងបែបណាក៏មិនខុសច្បាប់ដែរកុំមកធ្វើពុតជាអស្ចារ្យវាទៅស្អីគេមេកន្ទាញអាមួយនេះជាបេសាច់មែនអ្នកដែលប្រមាថប្រពន្ធខ្ញុំត្រូវតែសងតម្លៃទៅវិញឯងកុំចូលមកលោកម្ចាស់សូមអត់ទោសគឺមេធំឈិនរបស់ក្រុមហ៊ុនឌីហាងជាអ្នកពួកខ្ញុំមកទេក្រុមហ៊ុនកំសាន្តឌីហាងត្រូវទេចាំទុកចាំស្អីគេកុំមកប៉ះខ្សែបន្ទាត់ក្រហមរបស់ខ្ញុំតែខ្ញុំពួកយើងលែងហ៊ានទៀតហើយឯងចាំមើលតែក្រុមហ៊ុនឌីហាងមិនលើកលែងឲ្យឯងទេគំរាមខ្ញុំហ៎យុនសៀងលោកយីមានការអីឲ្យខ្ញុំបម្រើដែរក្រុមហ៊ុនកំសាន្តឌីហាងក្នុងរយៈពេល3ថ្ងៃខ្ញុំមិនចង់ឃើញឈ្មោះនេះទៀតទេពោះហើយ